សូមលំអរកាយគោរពនិងជម្រាបសួរទៅដល់បងប្អូនដែលប្រើប្រាស់នៅបណ្ដាញសង្គម Facebook និង YouTube ទាំងអស់ក៏ដូចជាសូមក្រាបថ្វាយបង្គំដល់កាណាគុណម្ចាស់គ្រប់ព្រះអង្គពីចម្ងាយថ្ងៃនេះវិលមកជួបខ្ញុំសាជាថ្មីចេញពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលដើម្បីអភិវឌ្ឍគំនិត TDCC Center អ្នកតាគ្នានឹងហើយកាលពីមុនថ្ងៃចូលឆ្នាំគឺបងប្អូនយើងមួយចំនួនទន្ទឹងរង់ចាំបន់ឲ្យតែថ្ងៃចូលឆ្នាំមកដល់អ្នកតាគ្នាហើយឥឡូវនេះថ្ងៃចូលឆ្នាំមកដល់ហើយក៏កន្លងផុតទៅវិញអ្នកតាគ្នាប៉ុន្តែគ្រាន់តែវត្តខ្លះគឺឬក៏ទីកន្លែងខ្លះគឺគេធ្វើរយៈពេលយូរអ្នកតាគ្នាវត្តខ្លះឬក៏ទីកន្លែងខ្លះគឺអត់ទាន់បញ្ចប់អ្នកតាគ្នាប៉ុន្តែបើតាមទំនៀមទម្លាប់ដែលខ្មែរយើងធ្វើពីដើមមកគឺរយៈពេលតែ3ថ្ងៃនឹងឯងអ្នកតាគ្នាត្រូវបានបញ្ចប់កាលពីថ្ងៃម្សិលមិញអ្នកតាគ្នាកាលពីថ្ងៃម្សិលមិញអ្នកតាគ្នាហើយខ្ញុំក៏មាន2ចំណុចដែរអ្នកតាគ្នាចែកនឹងឯងនិយាយលេងផងក៏ដូចជាចែកម្លែកឲ្យអ្នកតាគ្នាគិតពិចារណាផងអ្នកតាគ្នាគិតពិចារណាផងតាក់ទងទី1ខ្ញុំបានទៅវត្តមួយអ្នកតាគ្នាហើយនៅពេលដែលប្រសង់លោកឆាន់ចង្ហាន់ហើយក៏ដូចជាលោកតាលោកយាយពុទ្ធបរិស័ទទាំងអស់គាត់ហូបបាយហើយអញ្ចឹងគឺតម្រូវឲ្យមានអ្នកគេហៅថាលាងចានជាដើមអ្នកតាគ្នាសម្អាតវត្តអារាមអ្នកតាគ្នាសម្អាតលើសាលាឆាន់ឬក៏ទីធ្លាអីចឹងទៅអ្នកតាគ្នានៅពេលនឹងឯងដែលមានក្មេងមួយក្រុមអ្នកតាគ្នាតាមមើលទៅគាត់ប្រហែលជាអត់ដែលចូលបានន័យថាគាត់អត់ដែលបានលៀងចានណាអ្នកតាគ្នានៅក្នុងកម្មវិធីបុណ្យផ្សេងអ្នកតាគ្នាអញ្ចឹងនៅពេលដែលគាត់លៀងអីចឹងទៅគឺគាត់មានភាពស្វ័យរីករាយមែនទែនអ្នកតាគ្នាមកក្រុមគ្នាគាត់ហ្នឹង5 6នាក់ហ្នឹងគឺគាត់ទៅជែកគ្នាពីនេះពីនោះគាត់ចង្អន់គ្នាបែបនេះមួយបែបនោះមួយធ្វើឲ្យគាត់សប្បាយរីករាយមែនទែនអ្នកតាគ្នាធ្វើឲ្យគាត់សប្បាយរីករាយមែនទែនអ្នកតាគ្នាដល់ទៅពេលគាត់លៀងហើយអីហើយប្រមូលទុកដាក់រៀបចំស្អាតបាតហើយរួចរាល់ហើយអញ្ចឹងក៏មានបរោះម្នាក់គាត់ភ្ញាក់ខ្លួនណាខ្ញុំនិយាយទៅលើគាត់ថាការធ្វើបុណ្យកុសលគឺធ្វើឲ្យយើងមានភាពសប្បាយចិត្តអញ្ចឹងគាត់ក៏ភ្ញាក់ខ្លួនតែក៏ពិតគាត់សប្បាយចិត្តមែនអ្នកតាគ្នាកំឡុងពេលដែលគាត់ធ្វើហ្នឹងណាអ្នកតាគ្នាអញ្ចឹងគាត់បាននិយាយថាអូសប្បាយចិត្តជាងពេលដែលគាត់ទៅដើរលេងកន្លែងនេះកន្លែងនោះទៅទៀតអ្នកតាគ្នាអញ្ចឹងការធ្វើបុណ្យកុសលពេលខ្លះដំបូងយើងធ្វើគឺអំពើល្អហ្នឹងយើងធ្វើដំបូងគឺអត់ទាន់សប្បាយចិត្តភ្លាមទេពេលខ្លះប៉ុន្តែអ្នកខ្លះធ្វើដំបូងគឺសប្បាយចិត្តភ្លាមតែម្ដងអ្នកតាគ្នាវាខុសគ្នាតែហ្នឹងណាអ្នកតាគ្នាអញ្ចឹងអ្នកខ្លះធ្វើដំបូងអត់ទាន់សប្បាយចិត្តទេតើធ្វើបាន2 3 ដងចឹងទៅក៏សប្បាយចិត្តទៅតាមនឹងទៅអ្នកតាគ្នាសប្បាយចិត្តទៅតាមនឹងចឹងទៅអ្នកតាគ្នាអញ្ចឹងក្រុមគាត់ហ្នឹងគឺគាត់ភ្ញាក់ខ្លួនគាត់ថាសប្បាយចិត្តមែនតើមានអារម្មណ៍ថាសប្បាយចិត្តទី1គាត់បានន័យថាទៅជែកគ្នាលេងនៅក្នុងក្រុមរបស់គាត់ហ្នឹងអ្នកតាគ្នាក្រុមរបស់គាត់ក្មេងៗណាយុវវ័យយើងអ្នកតាគ្នាហើយទី2ហ្នឹងគាត់បានជួយចេញពីទឹកចិត្តអ្នកតាគ្នាជួយចេញពីទឹកចិត្តណាជួយការងារវត្តអារាមអញ្ចឹងទៅអ្នកតាគ្នាហើយខ្ញុំក៏ជួយនៅក្នុងរឿងនឹងច្រើនដែរអ្នកតាគ្នាហ្នឹងហើយខ្ញុំមើលឃើញអញ្ចឹងណាអ្នកតាគ្នាអញ្ចឹងវាធ្វើឲ្យទាំងខ្ញុំទាំងគាត់ហ្នឹងគឺមានភាពសប្បាយរីករាយអ្នកតាគ្នាមានភាពសប្បាយរីករាយអ្នកតាគ្នាអាហ្នឹងទី1ខ្ញុំនិយាយលេងផងនិយាយឲ្យអ្នកតាគ្នាគិតពិចារណាផងអញ្ចឹងណាអ្នកតាគ្នាហើយខ្ញុំចូលចិត្តនិយាយរឿងសាមញ្ញប្រចាំថ្ងៃអញ្ចឹងខ្ញុំអត់សូវចូលចិត្តចែកម្លែកឬក៏វិភាគទៅលើអ្វីដែលស៊ីជម្រៅពេកនោះទេអ្នកតាគ្នាហើយមានរឿងមួយទៀតអ្នកតាគ្នាមានអ្នកមីងម្នាក់នោះគាត់មានមិត្តភ័ក្តិម្នាក់ហើយគាត់ចូលចិត្តដើរធ្វើបុណ្យណាអ្នកតាគ្នាឲ្យតែអញ្ចឹងមករយៈពេលអញ្ចឹងទៅគាត់ទៅធ្វើបុណ្យកន្លែងនេះកន្លែងនោះអញ្ចឹងគាត់ដើរជាមួយមិត្តភ័ក្តិគាត់ម្នាក់ហ្នឹងហើយមិត្តភ័ក្តិគាត់ម្នាក់ហ្នឹងគាត់ដើរជាមួយគ្នាហ្នឹងគឺតែងតែមានរឿងរ៉ាវបានន័យថាមិនដឹងតែគាត់មានរឿងរ៉ាវអីនៅពេលដែលគាត់មកវិញគាត់តែងនិយាយដើមគ្នាពីនេះពីនោះអ្នកតាគ្នាពេលខ្លះក៏អន់ចិត្តតែម្នាក់ឯងអញ្ចឹងទៅអ្នកតាគ្នាក៏អន់ចិត្តតែម្នាក់ឯងអញ្ចឹងទៅអ្នកតាគ្នាប៉ុន្តែអញ្ចឹងហើយណាអ្នកតាគ្នាគាត់នៅតែឲ្យតែម្នាក់នោះហៅទៅអ្នកតាគ្នាហើយទៅដល់មកវិញតាំងផ្ដើមល្អអ្នកតាគ្នា
on chặt khăng chẳng từ lư mà nè nùng nè đặc này quạt anh nâng khi mình đăng thả quạt nâng cứ từ nâng quạt miền Bắc hai chỉ mũi kia tê vấn đề quạt màu vàng nâng cứ lũ rồi tòm khăng từ lư mà nè nùng khăng cổ khăng lũ rồi tòm vấn đề ở đặc kia hai đừng có pro vậy đừng là từ rồi nè đặc này chi vật dương pe kha vì mình smoke smile thì được nhầm tranh trong video nhầm muốn là na pe kha vì mình smoke smile thì vấn đề dương đừng ai nè thưa vì smoke smile nè đặc này đôi chợ chợ sẽ đánh đôi rương nâng chẳng nè đặc đi đôi rương nâng chẳng nè đặc này chẳng bà dương đau chỉ mùi kia miên tại pa nhà ha hay đây của dương cho chặt đau chỉ mùi kia mày nâng na dương ban đây thay dương thưa chỉ vật dương nâng vì smoke smile nè đặc này đôi khi em tha chỉ vật dương vì mình sơ smoke smile thế còn là tha dương nâng ai chỉ nè thưa chỉ vật dương smoke smile nè đặc này smoke smile thấy chăm đã bẩn tú từ cán nè đợt tẩyឬcóអ្វីដែលនៅជំនាញខ្លួនអ្នកតាគ្នាអញ្ចឹងអានឹងវាមិនមែនវាការចេញពីខ្លួនឯងនឹងឯងអ្នកតាគ្នាបើខ្លួនឯងមិនសម្រេចចិត្តដើរទៅជាមួយបុគ្គលអញ្ចឹងយើងក៏គ្មានការខឹងការអន់សម្បុនចិត្តដែរអ្នកតាគ្នាអានឹងប៉ុន្តែគ្រាន់តែថាបើយើងគេហៅទៅប្រុចឲ្យទៅគេហៅទៅធ្វើបន់នៅខេត្តនេះវត្តនេះប្រុចដល់មកវិញអង្គុយលូរតអ្នកតាគ្នាអង្គុយអត់សប្បាយចិត្តខឹងអីចឹងទៅអ្នកតាគ្នាអានឹងសួរថាយ៉ាងមិនដែរអ្នកតាគ្នាអានឹងយើងត្រូវគិតពិចារណាអ្នកតាគ្នាគិតពិចារណាអ្នកតាគ្នាអញ្ចឹងការខ្សែគប់មនុស្សក៏ដូចគ្នាដែរយើងមិនមែនរើសអើងចំពោះនរណាម្នាក់ទេអ្នកតាគ្នាយើងមិនមែនរើសអើងទេគ្រាន់តែថាយើងមានត្រឹមតែជាសម្ព័ន្ធភាពឬក៏ទំនាក់ទំនងជាមិត្តភក្តិអញ្ចឹងទៅកុំឲ្យតែមានភាពល្អកនឹងគ្នាអ្នកតាគ្នាអញ្ចឹងបើគេហៅបើមិនបានទៅនឹងឲ្យជូនដំណឹងគេឲ្យស្រួលទាំងទៅដើម្បីរក្សានៅសម្ព័ន្ធភាពឬក៏ទំនាក់ទំនងនឹងត្រឹមតែជាមិត្តភក្តិប៉ុណ្ណឹងចឹងអានេះខ្ញុំនិយាយអំពីមនុស្សបែបហ្នឹងណាអ្នកតាគ្នាបើគេជាមនុស្សល្អនឹងឲ្យយើងទៅជាមួយគេយើងដើរជាមួយគេទៅអ្នកតាគ្នាដើរជាមួយគេទៅអ្នកតាគ្នាមនុស្សខ្លះដើរជាមួយយើងមើលបំណាំយើងនិយាយដើមយើងមើលងាយយើងពាក្យសម្ដីនិយាយចេញមកដូចយើងអត់ស្មើគេជាដើមចឹងទៅអ្នកតាគ្នាអញ្ចឹងសួរថាយើងឧស្សាហ៍ដើរម៉េះជាមួយមនុស្សបែបហ្នឹងចង់ដើរម៉េះជាមួយមនុស្សបែបហ្នឹងយើងទៅធ្វើបន់មិនប្រកាសថាបានបន់ទេបើយើងទៅមានបញ្ហារហូតអ្នកតាគ្នាអាហ្នឹងគឺជាចំណុចដែលអ្នកតាគ្នាគិតពិចារណាអញ្ចឹងការខ្សែគប់មនុស្សមិនមែនចេះតែខ្សែគប់ទេអ្នកតាគ្នាពីព្រោះដូចខ្ញុំតែតែបញ្ជាក់អញ្ចឹងនៅក្នុងពធសេចក្តីទុករបស់មនុស្សភាគច្រើនកើតចេញអំពីរបស់នៅជំនាញខ្លួនឬក៏មនុស្សដែលនៅជំនាញខ្លួននឹងឯងអ្នកតាគ្នាដូចជាក្នុងរឿងហ្នឹងអញ្ចឹងអ្នកតាគ្នាក្នុងរឿងហ្នឹងអញ្ចឹងណាអ្នកតាគ្នាអាហ្នឹងហ្នឹងហើយខ្ញុំនិយាយឲ្យអ្នកតាគ្នាគិតពិចារណាណាអ្នកតាគ្នាគិតពិចារណាលេងអញ្ចឹងទៅអ្នកតាគ្នាហ្នឹងហើយនេះក៏ជាចំណេះដឹងមួយដែលយើងត្រូវអនុវត្តអ្នកតាគ្នាយើងត្រូវអនុវត្តផងដែរអ្នកតាគ្នាអាហ្នឹងចំណុចទី2ចំណុចទី3បើយើងរស់នៅអត់ដឹងថាអ្វីជាទ្រព្យអ្វីជាបំណុលសកម្មភាពអីជាទ្រព្យសកម្មភាពអីជាបំណុលដែលយើងធ្វើប្រចាំថ្ងៃនេះអានឹងធ្ងន់កហើយអ្នកតាគ្នាធ្ងន់កហើយអ្នកតាគ្នាអញ្ចឹងដូចខ្ញុំបញ្ជាក់អញ្ចឹងនៅក្នុងជីវិតយើងម្នាក់អ្វីដែលត្រូវសិក្សារៀនសូត្រគឺមានច្រើនណាស់អ្នកខ្លះចង់បានសុខប៉ុន្តែអត់ដឹងអំពីវិធីឬក៏ហេតុដែលធ្វើឲ្យមានសេចក្តីសុខទេអ្នកតាគ្នាអ្នកខ្លះស្អប់ទុកប៉ុន្តែអត់ដឹងអំពីហេតុដែលធ្វើឲ្យមានសេចក្តីទុកឬក៏ហេតុដែលធ្វើឲ្យយើងចាកចេញពីសេចក្តីទុកអ្នកតាគ្នាចេះតែស្អប់សេចក្តីទុកចឹងទៅអង្គុយតែស្អប់ចឹងទៅអង្គុយតែកើតទុកចឹងទៅប៉ុន្តែអត់ព្រមរកវិធីអត់ព្រមធ្វើដើម្បីឲ្យខ្លួនឯងនឹងចាកចេញអំពីសេចក្តីទុកអាហ្នឹងវាមានតាមចឹងត្រឡប់មកវិញអញ្ចឹងយើងរស់នៅបើអត់ដឹងថាសកម្មភាពប្រចាំថ្ងៃរបស់យើងធ្វើអីខ្លះហ្នឹងជាទ្រព្យឬក៏ជាបំណុលផងអាហ្នឹងធ្ងន់កអ្នកថានេះធ្ងន់កអញ្ចឹងទី1ដែលយើងត្រូវដឹងយើងត្រូវស្គាល់ស្អីទៅជាទ្រព្យស្អីទៅជាបំណុលអ្នកថានេះស្អីទៅជាទ្រព្យស្អីទៅបំណុលខ្ញុំឧទាហរណ៍ថាយើងលេងហ្គេមអញ្ចឹងមួយថ្ងៃចំណាយពេលចុចហ្គេមអ្នកថាគ្នាចុចហ្គេមបើយើងអត់ដឹងថាការសកម្មភាពលេងហ្គេមរបស់យើងនឹងជាទ្រព្យជាបំណុលផងអានឹងធ្ងន់កអ្នកថានេះអញ្ចឹងបើយើងដឹងគឺយើងអត់លេងទេពីព្រោះយើងដឹងថាអានឹងវាជាបំណុល
បំណុលយ៉ាងម៉េចអ្នកទាំងនេះបំណុលទី1ខាតពេលវេលាបំណុលទី2ញៀនអញ្ចឹងអត់ធ្វើអីទេលេងតែហ្គេមអញ្ចឹងបំណុលទី3អស់លុយថ្លៃបញ្ចូលកាតទោះបីជាកាតវាមិនថ្លៃមែនប៉ុន្តែបើយើងលេងមួយថ្ងៃអស់1រៀល2រៀលក៏វាគួរសមដែរអានឹងបើចំណូលយើងទាបណាអ្នកទាំងនេះចំណូលយើងទាបទី4ដល់ទូរស័ព្ទខូចយកទៅធ្វើអស់លុយខ្លួនឯងទៀតហើយសួរលទ្ធផលដែលបានមកពីការលេងហ្គេមហ្នឹងមានអីខ្លះអត់មានអីសោះអ្នកតានេះបានត្រឹមតែសบายអញ្ចឹងទៅអ្នកខ្លះលេងដាច់យប់អញ្ចឹងទៅក៏ឈឺធ្លាក់ខ្លួនឈឺទៅទៀតចូលពេទ្យអស់លុយទៀតអានឹងវាគ្រោះថ្នាក់ណាអ្នកតានេះបើយើងរស់នៅអត់ដឹងថាអ្វីជាទ្រព្យអ្វីជាបំណុលគ្រោះថ្នាក់មែនតើអ្នកតានេះគ្រោះថ្នាក់មែនតើអញ្ចឹងមនុស្សដែលរីកចម្រើនគឺជាមនុស្សដែលគេស្គាល់ទ្រព្យនិងបំណុលនឹងឯងអ្នកតានេះគេស្គាល់ទ្រព្យនិងបំណុលអញ្ចឹងគេមុនធ្វើសកម្មភាពអីមួយទង្វើអីមួយរឿងអីមួយគេសួរខ្លួនឯងថាអានឹងជាទ្រព្យឬក៏ជាបំណុលបើវាជាបំណុលគេអត់ធ្វើទេលុះត្រាតែបំណុលនឹងជាបំណុលចាំបាច់បំផុតអ្នកតានេះបំណុលចាំបាច់បំផុតដែលគេត្រូវតែធ្វើអញ្ចឹងភាពខុសគ្នារបស់មនុស្សមួយក្រុមនិងមនុស្សមួយក្រុមទៀតគឺអញ្ចឹងឯងមនុស្សមួយក្រុមនោះគេអត់ធ្វើទេមនុស្សមួយក្រុមនោះគឺគេអត់ធ្វើទេគេធ្វើតែ 10% ទេទៅលើបំណុលណាសកម្មភាពទង្វើហ្នឹងគេធ្វើតែ 10% ទេតែមនុស្សមួយក្រុមទៀតធ្វើអានឹងរហូតទៅដល់ 90% ហើយធ្វើទៅលើទ្រព្យតែ 10% វិញអញ្ចឹងវាផ្ទុយគ្នាអ្នកតានេះវាផ្ទុយគ្នាយើងជាឆ្ងល់ថាអ្នកមានហេតុអីក៏គេបកកែរស់ស៊ីម៉េចពីព្រោះគេស្គាល់ស្អីទៅជាទ្រព្យស្អីទៅជាបំណុលអ្នកតានេះអញ្ចឹងគេចាយទៅលើបំណុលតែ 10% ទេវាផ្ទុយពីយើងណាយើងចាយបំណុលទៅលើបំណុល 90% អញ្ចឹងចាយទៅលើទ្រព្យតែ 10% អញ្ចឹងកម្រិតជីវភាពគឺវាខុសគ្នាអ្នកតានេះកម្រិតជីវភាពវាខុសគ្នាអ្នកតានេះអញ្ចឹងទិញម៉ូតូមួយគ្រឿងមកជិះដើរលេងអញ្ចឹងទៅបើអត់ដឹងថាទិញម៉ូតូមួយគ្រឿងមកប្រើទៅលើសកម្មភាពជាទ្រព្យជាបំណុលទិញឡានមួយគ្រឿងមកអត់ដឹងតែប្រើសកម្មភាពប្រើវាជាទ្រព្យជាបំណុលអានឹងធ្ងន់កហើយអ្នកតាធ្ងន់កហើយអ្នកតានេះហ្នឹងហើយដូចមានមិត្តភក្តិខ្ញុំម្នាក់អញ្ចឹងណាគាត់ទិញឡានមួយគ្រឿងមកទិញឡានហ្នឹងគាត់អត់មានលុយគ្រប់ទេឡានតម្លៃ 20000គាត់មានតែ 10000អញ្ចឹងគាត់ខ្ចីធនាគារ 10000ហើយគាត់ទិញឡានហ្នឹងមកទុកជីម្ដងម្កាលដូចជាទៅកម្មវិធីនេះកម្មវិធីនោះអីចឹងទៅឬក៏មានរវល់ម្ដងម្កាលអញ្ចឹងទៅអានឹងឡានហ្នឹងវាคล้ายទៅជាឡានបំណុលអញ្ចឹងយើងត្រូវមានបំណុល 2-3 ជាន់ឯណោះអ្នកតាខ្ញុំ 2-3 ជាន់ហើយពេលយប់ឡើងគាត់សម្រាប់អត់ទៅលក់ទេអ្នកតាគ្នាហេតុអីពីព្រោះជំពាក់គេគាត់យកឡាននឹងមកគ្រាន់តែជីទៅកម្មវិធីបនទៅកម្មវិធីអីទៅជួបបងប្អូនមើលទៅគាត់អស់ចាណាប៉ុន្តែខាងក្នុងរបស់គាត់គឺពេលយប់ឡើងសម្រាប់អត់ទៅលក់ទេពីព្រោះជំពាក់គេច្រើនអ្នកតាគ្នាហើយយកឡាននឹងអត់អាចយើងប្រើទៅលើសកម្មភាពអញ្ចឹងវាអត់សូវមានប្រយោជន៍ណាហើយវាអត់រកចំណូលឲ្យយើងទៀតអាហ្នឹងគេហៅឡានបំណុលអ្នកតានេះអញ្ចឹងបំណុលទី1បំណុលជាពាក់ធនាគារដល់បំណុលទី2គ្រាន់ជីអញ្ចឹងណាយើងចាញ់លុយពីកប៉ៅរហូតជីចង្ការខូចអញ្ចឹងទៅអ្នកតាគ្នាឧទាហរណ៍ថាជីផ្ទុះកង់ប៊ឺងអញ្ចឹងទៅអ្នកតាគ្នាហ្នឹងហើយរឿងអីមិនយើងចាញ់លុយពីកប៉ៅវាយើងអត់បានប្រើឡាននឹងឲ្យរកចំណូលឲ្យយើងហើយវាស្រោបលុយពីកប៉ៅរបស់យើងទៅលើវាទៀតណាអ្នកតាគ្នាអាហ្នឹងសូមប្រុងប្រយ័ត្នឲ្យមែនទេអ្នកតាគ្នាខ្ញុំអានេះគឺជាសារផ្ដាំផ្ញើរបស់ខ្ញុំជួបរឿងហ្នឹងទៅលើក្មេងៗជាច្រើនអ្នកតាគ្នាជាច្រើនអ្នកតាគ្នាហ្នឹងហើយខ្ញុំមានប៉ុណ្ណឹងអ្នកតាគ្នាហើយអរគុណសូមឱកាសបញ្ចប់ចូលឆ្នាំថ្មីសូមឲ្យមានសុខភាពល្អសំណាងល្អទាំងគ្នាសូមប្រគេនពរទៅដល់ប្រកាសណាគុណម្ចាស់គ្រប់ព្រះអង្គសូមឲ្យមានប្រជានាមាអាយុយឺនយូរមានសុខភាពល្អអញ្ចឹងអរគុណសូមគោរពលានិងក្រាបថ្វាយគុំលា